តគ្នាយើងមករៀនធ្វើ slide បែបនេះជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងជាដំបូងគឺយើងចូលទៅកាន់កម្មវិធី PowerPoint របស់យើងមកហើយយើងត្រូវការ text box យើងយក text box មួយមកនេះយើងណាហើយយើងចាប់ផ្ដើមគូវាមកយើងគូវាមួយមកបន្ទាប់ពីយើងគូហើយយើងចុចសញ្ញាដកគ្នាយើងណាដកនៅលើ key របស់យើងយើងដូរទៅភាសាយើងដាក់អង់គ្លេសអញ្ចឹងណាមកយើង select វាយើងយកទៅកាន់ set format ហ្នឹងហើយយើងយកពាក្យថា text effect ហ្នឹងមកបន្ទាប់ពីយើងចុចពាក្យថា text effect ហើយយើងយកពាក្យថា transform អូខេហើយយើងយកអាកន្លែងនេះមកអូខេដល់ពេលដែលយើងយកកន្លែងហ្នឹងហើយយើងមកដូរកម្ពស់វាយើងយកដាក់ 2.8 មកនេះណាហាក្រោមគឺយើងយក 2.8 ដូចគ្នាយើងដាក់មក 2.8 ហើយចុច enter មកអូខេបន្ទាប់ពីយើងធ្វើឲ្យបានហើយគឺវាបានប៉ុណ្ណេះហើយយើងចុច save ឲ្យជាប់មកដើម្បីបរិចទៅលើ save របស់យើងឲ្យវារៀងធំជាងមុនណាចឹងគឺយើងដាក់ប៉ុណ្ណាបានហើយយើងយកអាមករបស់យើងហ្នឹងទៅទាញអាចំណុចពោតក្រូចនៅវងហ្នឹងដើម្បីបរិចអា save របស់យើងហ្នឹងឲ្យវាកាន់តែវងអូខេប៉ុណ្ណឹងមកហើយយើងសេរីវាមកនេះអូខេយើងសេរីវារៀងវាប៉ុណ្ណឹងមកដើម្បីធ្វើដូចជារូបឆាតច្រឡំដើម្បីធ្វើវាដូចរូបផ្លិតចឹងណាយើងណាបន្ទាប់ពីយើងធ្វើបែបហ្នឹងហើយយើងចាប់ផ្ដើមប្រើ save យើងចាប់ផ្ដើមប្រើ save មកនេះណាយើងយក save នេះយើង save ហ្នឹងមក save ចាត់តកោណហើយយើងទាញមកអូខេយើងទាញបែបហ្នឹងមកអូខេបន្ទាប់ពីយើងគូវាបែបហ្នឹងហើយយើងចុច mouse ស្ដាំហើយយើងពាក្យថា send to back មកបន្ទាប់ពីហ្នឹងហើយយើងចុច save ឲ្យយើងសេរីមកហើយយើងចុច save ឲ្យជាប់គ្នាយើងណាយើងយក mouse របស់យើងមកប៉ះទៅលើ save ពណ៌ខៀវហើយនឹងអា save រូបរបស់យើងដែលយើងបានគូមិញហើយយើងចុច select វាមកហើយយើងយកកន្លែង merge save ហើយយើងយកពាក្យថា combine អូខេដល់ពេលដែលយើងចុចលើ combine ហើយគឺយើងប៉ះទៅលើអា save របស់យើងនឹងមកយើងប៉ះលើនឹងហើយអ្នកគឺយើងចូលទៅកាន់ save film មកហើយយើងយកពណ៌សណាយើងដោះវិញយកពណ៌សហើយយើងដោះ outline វាចេញផងយើងចូលទៅ save outline មកយើងដោះវាចេញមកយើងដាក់ no មកអូខេតើពីយើងធ្វើបែបហ្នឹងហើយយើងចូលទៅកាន់ insert ហើយយើងយកទៅរករូបភាពដែលយើងបាន download ពីក្នុងអ៊ីនធឺណិតរបស់យើងហ្នឹងដែលយើងបានទុកនៅក្នុង file របស់យើងយើងទៅរកវាមកអញ្ចឹងយើងអាចរកណាឧទាហរណ៍ខ្ញុំដាក់រូបអង្គរវត្តនេះហើយខ្ញុំចុច insert មកអូខេតើពីហ្នឹងហើយគឺខ្ញុំចាប់ផ្ដើមទាញឲ្យវារៀងធំបន្តិចហើយយើងចុច mouse ស្ដាំគ្រាណាចុច mouse ស្ដាំហើយយើងយកពាក្យថា send to back មកអូខេតើពីហ្នឹងហើយយើងសេរីមកនេះយើងសេរីមកដាក់រូបអង្គរវត្តឲ្យត្រូវមកអូខេប៉ណ្ណឹងចឹងយើងបានរូបនឹងមួយហើយបន្ទាប់មកយើងចាប់ផ្ដើម design ទៀតយើងយក save វងមករបស់យើងមកយើងចុច C ឲ្យជាប់ហើយយើងគូមកអូខេហើយយើងយកមកដាក់កណ្ដាលហ្នឹងមកហើយយើងរើសពណ៌យើងអាចយកពណ៌អីក៏បានដែរចឹងមកយកពណ៌នេះហើយខ្ញុំដោះ outline ចេញបន្ទាប់មកខ្ញុំយក save effect កន្លែង save effect ហ្នឹងយើងដាក់ save របស់យើងហ្នឹងឲ្យវាលក្ខណៈថាដូច 3D អញ្ចឹងវារៀងពផុសអញ្ចឹងគ្នាយើងអូខេតទៅពីហ្នឹងហើយយើងចាប់ផ្ដើមដូរទៅលើ background របស់យើងវិញម្ដងកុំឲ្យវាសូ slide ពេកណាអញ្ចឹងយើងចុច mouse ស្ដាំមកហើយយើងយកពាក្យថា format save ហើយយើងចូលទៅកាន់ film ហើយយើងយកពាក្យថាpicture មកហើយយើងចុច insert មកទីយើងណាយើងទៅរក file ដែលយើងបាន download ទុកមកអូខេចឹងខ្ញុំសាកដាក់មកខ្ញុំសាកតេស្តនេះអូខេអានេះវារៀងមើលទៅលក្ខណៈថាវាច្បាស់ពេកអញ្ចឹងខ្ញុំចង់ដូរផ្សេងកុំតោះខ្ញុំរកមើលមួយទៀតយើងអាចដាក់តេស្តមើលទៅ option ខ្ញុំយកអានេះសាកយកអានេះមកអូខេអានេះវារៀងលក្ខណៈថាវាអត់សូវក្រើមពេកវារៀងអាឡូងតិចអញ្ចឹងខ្ញុំឆ្លាញ់អាហ្នឹងខ្ញុំចុចខ្វាយមកបន្ទាប់មកយើងចាប់ផ្ដើមប្រើ text box មកដើម្បីទៅសេអក្សរដាក់ជាចំណងជើងទៅលើកិច្ចការរបស់យើងអញ្ចឹងទៅចាអានេះខ្ញុំឧទាហរណ៍ទេខ្ញុំទៅសេ Cambodia
ហើយយើងចាប់ផ្ដើម select ត្រូវចាំថាចំណងជើងយើងគួរតែដាក់អក្សរដិតធំដើម្បីមើលទៅឲ្យវាមានភាពទាក់ទាញវាលេចមកយកមកអូខេយើងដាក់ប៉ុណ្ណឹងមកខ្ញុំចង់បានប៉ុណ្ណឹងហើយខ្ញុំប្រើ save គូមកជាទូទៅចំណងជើងគ្នាយើងអាចដាក់36ទំហំ36ឬក៏40ហើយចំពោះអត្ថបទដែលយើងទៅសេយើងអាចកុំក្រៅ20គ្នាយើងកាលណាយើងដាក់18វាទូចពេកអញ្ចឹងយើងអាចចាប់ពី20ដល់32អីចឹងទៅអញ្ចឹង slide របស់ខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាគ្នាយើងនឹងទទួលបានចំណេះដឹងថ្មីទៀតអញ្ចឹងគ្នាយើងកុំភ្លេចជួយចុច subscribe និង like វីដេអូខ្ញុំផងអរគុណច្រើនគ្នាយើងបាយបាយ